បាទក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបខ្ញុំឃើញអំពើអយុត្តិធម៌ដែលបង្កឡើងដោយក្រុមលោកហ៊ុនសែនអញ្ចឹងលោកហ៊ុនសែនត្រូវទទួលខុសត្រូវហើយរឿងនេះមកផ្នែកដែរវាតេទៅនឹងលោកសីហមុនីលោកឯងកុំគិតថារួចខ្លួនហើយសោះលោកសីហមុនីហេតុការបញ្ហាទាំងអស់មានទាំងប្រមាណគឺមកពីអាចង្កួតឯងហ្នឹងអាចង្កួតឯងជាស្ដាច់លេលើកដុំអាភ្លើអាចចុយម្លាយហើយកុំគិតថាស្ថាប័នមហាក្សត្រគ្មានពីណាប៉ះពាល់បានអញមិនគិតថាឯងជាមហាក្សត្រខ្មែរនៅផែនដីខ្មែរទេបញ្ហាទាំងអស់កើតមកពីអាចង្កួតអាចចុយម្លាយហ្នឹងសួរតែឯងហងឯងដេកស៊ីលុយចិត្តកដុំអាចចុយម្លាយអាចទៅហាមនេះអហ៊ុនសែនចុយតាមម៉ែបញ្ហាទាំងអស់ហ្នឹងវាកើតធំមកពីអហ៊ុនសែននៃអាទៅហាមនេះឯងត្រូវតែទួខុសត្រូវចំពោះឈាមខ្មែរអាចចុយម្លាយ